សូមជំរាបសួរសារជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំចាប់អារម្មណ៍ទៅលើប្រធានបទទស្សនវិជ្ជានយោបាយសារជាថ្មីម្ដងទៀតវីដេអូ2កន្លងមកគឺយើងបកស្រាយពីទស្សនវិជ្ជានយោបាយរបស់ទស្សនវិជ្ជារបស់ទស្សនវិទូ Niccolo Machiavelli របស់អ៊ីតាលីឬយើងហៅថា Nicola Machiavelli ដែលលើកឡើងពីយុទ្ធសាស្ត្រនយោបាយតោនឹងកញ្ជ្រោងថ្ងៃនេះខ្ញុំសូមលើកឡើងពីទស្សនវិជ្ជានយោបាយនៃការគ្រប់គ្រងរដ្ឋរបស់ព្រះរាជគ្រូឥណ្ឌាបុរាណគឺលោកកៅឌីយៈឬក៏ចាណក្យៈឬក៏វិស្ណុគូបតៈស្ដីពីចារកម្មអញ្ចឹងនៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងរដ្ឋរបស់ទស្សនវិទូឬក៏គេហៅថាអ្នកយុទ្ធសាស្ត្រប្រកបនិយមរបស់ឥណ្ឌាបុរាណចាណក្យៈកៅឌីយៈឬក៏វិស្ណុគូបតៈនេះគឺលើកឡើងពីចារកម្មនៅក្នុងនយោបាយអំណាចព្រះមហាក្សត្រប្រឈមទៅនឹងគ្រោះថ្នាក់បំផុតនៃការដណ្ដើមរាជនេះជាទស្សនៈរបស់កៅឌីយៈអញ្ចឹងនៅក្នុងស្ថានភាពបែបនេះវាពោលពេញទៅដោយភាពគ្រោះថ្នាក់ហើយមនុស្សគ្រប់គ្នារួមទាំងព្រះមហាក្សត្រស្ដេចរបស់ប្រទេសជិតខាងព្រះរាជបុត្រាព្រះរាជបុត្រីឬសាច់ញាតិរដ្ឋមន្ត្រីឬក៏មេទ័ពរបស់មហារាជតែងតែដើររំពាស្ងាត់រកចំណុចខ្សោយនៃការការពារខ្លួនរបស់ទ្រង់និងស្វែងរកឱកាសដ៏ផុយស្រួយជាទីបំផុតដើម្បីផ្ដួលរំលំទ្រង់ដោយសារតែវាជាគ្រោះថ្នាក់មួយដែលអាចកើតមានឡើងនៅក្នុងនគរបែបនេះហើយទើបជំរុញឲ្យលោកកៅឌីយៈសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើការប្រើប្រាស់ចារកិច្ចនិងការប្រើប្រាស់ចារកម្មលោកកៅឌីយៈបានតស៊ូមតិយ៉ាងខ្លាំងក្លានិងស្វិតស្វាញចំពោះការបង្កើតសេវាកម្មសម្ងាត់ជាមួយចារកម្មលងនិងអ្នកឯកទេសចារកម្មដទៃទៀតដោយរួមបញ្ចូលទាំងអ្នកធ្វើឃាតឬយើងហៅថាជាធាតុករដែលភារកិច្ចដ៏សំខាន់របស់ពួកគេគឺត្រូវបម្រើស្ដេចបម្រើឲ្យនគរនៅក្នុងស្នាដៃអត្ថសាស្ត្ររបស់កៅឌីយៈបានផ្ដល់នូវការបញ្យល់លម្អិតនៃការប្រមូលការស៊ើបការសម្ងាត់ដំណើរការនៃការប្រើប្រាស់និងប្រតិបត្តិការសម្ងាត់យើងហៅថាចារកម្មដែលជាមធ្យោបាយដែលមិនអាចខ្វះបានសម្រាប់ការថែរក្សាពង្រិចសន្តិសុខនិងអំណាចរបស់រដ្ឋការស៊ើបការសម្ងាត់ជាយុទ្ធសាស្ត្រគឺជាចំណេះដឹងដែលសន្តិសុខទាំងក្នុងនិងក្រៅរបស់រដ្ឋក្នុងពេលសង្គ្រាមនិងនៅក្នុងពេលសន្តិភាពត្រូវតែពឹងអាស្រ័យឡើងប្រសិនបើភ្នាក់ងារសម្ងាត់អាចសាបព្រោះភាពមិនចុះសម្រុងគ្នាក្នុងចំណោមសត្រូវហើយបង្កើតការស្អប់គ្នាទៅវិញទៅមកភាពជាខ្មាំងសត្រូវឬក៏ចំនួននៅក្នុងជំរំរបស់សត្រូវនោះហើយប្រសិនបើភ្នាក់ងារសម្ងាត់ទាំងនេះអាចចាប់ដើមធ្វើឲ្យមានចំនួននៅក្នុងជំរំរបស់សត្រូវនោះកងទ័ពរបស់កៅឌីយៈអាចយកឈ្នះបានយ៉ាងងាយការធ្វើចារកម្មនេះគឺកើតឡើងមកពីការមិនទុកចិត្តគ្នានិងការភ័យខ្លាចបាត់បង់អំណាចរបស់ព្រះមហាក្សត្រដែលជាតួអង្គសំខាន់បំផុតនៅក្នុងការថែរក្សាសណ្ដាប់ធ្នាប់សង្គមសុខសន្តិភាពនិងវិបលភាពនិងសុភមង្គលរបស់ប្រជារាស្ត្រនៅពេលដែលព្រះមហាក្សត្រមានការភ័យខ្លាចអំពីការក្បត់ជាតិរបស់អ្នករតីវានាំទៅដល់ការភ័យខ្លាចនិងការមិនទុកចិត្តលើបណ្ដារដ្ឋមន្ត្រីឧត្តមសេនីយ៍មេទ័ពស្ដេចត្រាញ់និងវណ្ណៈទាំង4និងរដ្ឋបរទេសបើយោងតាមលោកកៅឌីយៈស្ដេចមួយអង្គគួរតែមានរដ្ឋមន្ត្រី3ឬក៏4នាក់បើស្ដេចមាននាយករដ្ឋមន្ត្រីម្នាក់គាត់ធ្វើតាមខ្លួនធ្វើតាមអំពើចិត្តរបស់នាយករដ្ឋមន្ត្រីនោះហើយប្រសិនបើមានតែនាយករដ្ឋមន្ត្រី2រូបឬក៏ឧបរាជ2រូបឬក៏មន្ត្រីរដ្ឋមន្ត្រី2រូបពួកគេអាចរួមរូបគ្នាប្រឆាំងនឹងព្រះរាជាដោយសារលោកកៅឌីយៈចាត់ទុករដ្ឋមន្ត្រីថាជាអ្នកដែលបង្កគ្រោះថ្នាក់ដល់ព្រះមហាក្សត្រលោកបានទទូចថាពួកគេត្រូវតែធ្វើតេស្តជាប្រចាំដើម្បីស្វែងរកភាពស្មោះត្រង់បន្ទាប់ពីការតែងតាំងរដ្ឋមន្ត្រីព្រះមហាក្សត្រគួរតែធ្វើតេស្តពីភាពស្មោះត្រង់របស់ពួកគេទាំងនោះតាមរយៈការសាក់លបងសម្ងាត់ជារឿយជាការពិតយោងតាមទស្សនវិទូចិន Han Feizu ការគ្រប់គ្រងរដ្ឋមន្ត្រីគឺជាសិល្បៈរបស់អ្នកដឹកនាំលោកលើកឡើងថារដ្ឋមន្ត្រីគឺជាថ្នាំពិសដែលចាំបាច់រដ្ឋមន្ត្រីគឺជាថ្នាំពិសប៉ុន្តែមានភាពចាំបាច់ប៉ុន្តែគួរឲ្យខ្ពើមរអើមនិងគ្រោះថ្នាក់នៅក្នុងការកម្រិតនិងការប្រើប្រាស់ខុស Han Feizu ដដែលបានបញ្ជាក់យ៉ាងមុតមមថា
មេដឹកនាំនិងរដ្ឋមន្ត្រីតែងតែមានផលប្រយោជន៍ខុសគ្នាទៅវិញទៅមកដោយហានហ្វៃស៊ឺដែរកៅឌីយ៉ាទទួលស្គាល់ពីគ្រោះថ្នាក់នៃរដ្ឋមន្ត្រីដែលអាចធ្វើសកម្មភាពប្រឆាំងទៅនឹងមេដឹកនាំឬសូម្បីតែជួយបដូររំលំស្ដេចក៏អាចធ្វើទៅបានដែរនៅពេលដែលហានហ្វៃស៊ឺគិតថារដ្ឋមន្ត្រីនឹងបង្ហាញពីចេតនាពិតរបស់ពួកគេប្រសិនបើពួកគេនៅតែមិនអាចយល់ជំរឿគំនិតឬមិនអាចអានគំនិតរបស់មេដឹកនាំបានប៉ុន្តែលោកកៅឌីយ៉ាបានព្យាយាមប្រើប្រាស់អ្នកស៊ើបការយើងហៅថាចារកម្មដើម្បីសាក់លបងភាពស្មោះត្រង់នៃរដ្ឋមន្ត្រីរបស់ព្រះមហាក្សត្រទៅវិញនៅពេលដែលអ្នកប្រាជ្ញទាំងពីរគឺហានហ្វៃស៊ឺនិងកៅឌីយ៉ាសង្កត់ធ្ងន់ថាគ្មាននរណាម្នាក់គួរអាចជឿទុកចិត្តបាននោះទេសម្រាប់ព្រះមហាក្សត្រលោកកៅឌីយ៉ាយកទស្សនៈទាននេះមកបញ្យល់ពីគ្រោះថ្នាក់ដោយព្រមានព្រះមហាក្សត្រថាទ្រង់ត្រូវតែឃ្លាំមើលនិងប្រុងប្រយ័ត្នចំពោះអ្នកជិតស្និទ្ធបំផុតជាមួយទ្រង់ជាពិសេសព្រះមហាក្សត្រដែលអាចការពាររាជាណាចក្របានលុះត្រាតែអាចការពារខ្លួនឯងបានពីមនុស្សចិត្តខ្លួនពីមនុស្សចំណិតរបស់ខ្លួននិងពីខ្មាំងសត្រូវមុនដំបូងគេបំផុតគឺពីមហេសីនិងបុត្ររបស់ទ្រង់ទាំងលោកហាន់ហ្វៃស៊ឺនិងលោកកៅឌីយ៉ាជឿជាក់ថាមេដឹកនាំជោគជ័យត្រូវតែសន្មតថាមនុស្សម្នាក់ធ្វើសកម្មភាពដើម្បីបង្កើនផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេឬជាការពិតដើម្បីអំណាចខ្លួនត្រូវផ្ដោតយកចិត្តទុកដាក់លើមហេសីបុត្រនិងស្នំឯករបស់ទ្រង់កៅឌីយ៉ាជាមនុស្សល្អិតល្អន់គួរឲ្យភ័យខ្លាចនិងហ្មត់ចត់នៅក្នុងការប្រើប្រាស់ចារកម្មលោកលើកឡើងថាដូចជាត្រីដែលរំកិលចូលទៅក្នុងទឹកគេមិនអាចដឹងនៅពេលផឹកទឹកនោះទេដូច្នេះមន្ត្រីដែលត្រូវតែងតាំងសម្រាប់អនុវត្តការងារជាពិសេសគឺតាក់ទងនឹងវត្ថុមានតម្លៃគេមិនអាចដឹងថាពេលណាមន្ត្រីនោះកឹបកេងប្រកាសនោះទេគេអាចដឹងសូម្បីតែផ្លូវនៃបក្សីដែលហោះទៅលើមេឃប៉ុន្តែគេមិនអាចដឹងពីមធ្យោបាយរបស់មន្ត្រីដែលធ្វើសកម្មភាពជាមួយចេតនាបិទបាំងរបស់ពួកគេនោះទេចន្ទក្សៈឬកៅឌីយ៉ាប្រើប្រាស់ចារកម្មល្អិតល្អន់ណាស់សម្បីពេលណាដែលគូស្វាមីគួររួមមេត្រីជាមួយភរិយាក៏ត្រូវបានគេយកព័ត៌មានឆ្លប់យកការដែរសម្បីតែសកម្មភាពផ្លូវភេទក៏ជាកង្វល់របស់រដ្ឋផងដែរជាការពិតនៅរាល់ព័ត៌មានលម្អិតត្រូវបានធ្វើនិយត្តកម្មដោយសារតែការប្រើប្រាស់ចារកម្មដ៏ច្រើនសន្ធឹកសន្ធាប់រដ្ឋនៅក្នុងទស្សនៈរបស់កៅឌីយ៉ាគឺជារដ្ឋនគរបាលដែលក្នុងនោះអ្នកណាធ្វើអ្វីខុសពីធម្មតាត្រូវបានគេឃ្លាំមើលហើយត្រូវបានគេចាប់ខ្លួនជាទូទៅជាឧទាហរណ៍មិនត្រឹមតែព្រះមហាក្សត្រគួរតែសាងសង់ទៀមស្រាដើម្បីគ្រប់គ្រងនិងមើលអ្នកដែលផឹកគ្រឿងស្រវឹងប៉ុណ្ណោះទេប៉ុន្តែទ្រង់គួរតែប្រើអ្នកផឹកស៊ីទាំងនោះធ្វើចារកម្មផងដែរអ្នកងារសម្ងាត់គួរតែដឹងពីការចំណាយធម្មតានិងម្ដងម្កាលរបស់អតិថិជននិងទទួលបានព័ត៌មានពីមនុស្សចម្លែកនិងទេសកលស្រីមានរូបរាងស្រស់ស្អាតគួរតែរកឲ្យឃើញនៅអ្វីដែលពួកគេអាចធ្វើបានចំពោះជនចម្លែកនិងអ្នកស្រុកនៅពេលដែលពួកគេស្រវឹងឬដេកលក់នៅពេលដែលអ្នកស៊ើបការសម្ងាត់គួរតែរាយការណ៍ពីអ្នកដែលចំណាយលុយច្រើននិងអ្នកដែលធ្វើសកម្មភាពប្រញាប់ប្រញាល់ពួកគេក៏ត្រូវរកនិងរាយការណ៍ពីអ្នកដែលមានមុខរបរពីអ្នកដែលមានរបួសព្យាបាលដោយសម្ងាត់និងអ្នកដែលប្រព្រឹត្តអំពើគ្រោះថ្នាក់ផងដែរជាទូទៅកៅឌីយ៉ាឬចន្ទក្សៈចូលចិត្តប្រើប្រាស់នារីជាចារកម្មជាចារនារីឬអាចជាធាតុករផងដែរនៅក្នុងយុទ្ធសាស្ត្ររបស់កៅឌីយ៉ាបញ្ជូនចិត្តបញ្ជូនចារនារីជូនទៅបន្ទាយរបស់សត្រូវដើម្បីបំបែកបំបាក់រវាងព្រះមហាក្សត្រនិងមេទ័ពរបស់សត្រូវដែលឲ្យនារីដើរតួនាទីជាអ្នកដែលតាក់ទាញស្នេហាឲ្យមានមនោចេតនាស្នេហាជាមួយនឹងព្រះមហាក្សត្រផងទន្ទឹមជាមួយគ្នាមានទំនាក់ទំនងស្នេហាជាមួយមេទ័ពផងក្នុងគោលបំណងដើម្បីឲ្យមេទ័ពនិងព្រះមហាក្សត្រមើលមុខគ្នាលែងចំហើយចាត់ទុកគ្នាជាសត្រូវនារីដែលជាចារនារីបានយំអន្តងលួងលោមព្រះមហាក្សត្រថាខ្លួនពិតជាស្វាមីភក្តិចំពោះព្រះមហាក្សត្រស្រឡាញ់ព្រះមហាក្សត្រប៉ុន្តែមេទ័ពមានអំណាចក្តោបក្តាប់កងទ័ពបង្ខិតបង្ខំឲ្យខ្លួនត្រូវតែស្ម័គ្រមេត្រីជាមួយមេទ័ពជាមួយគ្នាចារនារីដដែលបានទៅលួងលោមបញ្ចុះបញ្ចូលមេទ័ពថាព្រះមហាក្សត្រដែលមានអំណាចកម្ពុជាក្តោបក្តាប់អំណាចរដ្ឋបង្ខិតបង្ខំនាង
ឲ្យត្រូវតែរួមមេត្រីស្មោះស្ម័គ្រជាមួយព្រះមហាក្សត្រដោយក្បត់ទៅនឹងមេតបដែលខ្លួនស្រឡាញ់ជាទីបំផុតចឹងជាចុងក្រោយមេតបនឹងព្រះមហាក្សត្រធ្លាក់ចូលទៅក្នុងអន្ទាក់ទឹកឃ្មុំដែលនារីស្រស់សោភាដែលជាចរនារីអូសចូលក្នុងលបែងនៃការប្រកបប្រចាក់គ្នាដើម្បីដណ្ដើមយកនារីស្រស់សោភាបាទមែនតើទៅទស្សនវិជ្ជានយោបាយរបស់កាលរយៈស្ដីវិចារកម្មមានច្រើននិងលម្អិតជាងនេះទៅទៀតប៉ុន្តែខ្ញុំសូមស្រង់និងលើកយកខ្លឹមសារខ្លីៗដើម្បីយកមកឆ្លុះបញ្ចាំងពីទស្សនវិជ្ជានៃការគ្រប់គ្រងរដ្ឋរបស់ចន្ទខ្យៈកាលរយៈឬក៏វិស្ណុគុប្តៈដើម្បីឲ្យព្រះមហាក្សត្រអាចគ្រប់គ្រងអំណាចបានកាន់តែយូរដើម្បីអាចធ្វើទៅបានដោយសារតែកាលរយៈសង្កត់ធ្ងន់ថានគរមួយមិនអាចខ្វះព្រះមហាក្សត្របានទេចឹងហើយដើម្បីឲ្យព្រះមហាក្សត្រអាចគង់វង្សសោយរាជរក្សាអំណាចរក្សាស្ថិរភាពសុខសន្តិភាពបានយូរអង្វែងព្រះមហាក្សត្រត្រូវតែធ្វើចារកម្មនៅវីដេអូបន្ទាប់ខ្ញុំនឹងព្យាយាមស្វែងរកប្រធានបទថ្មីដើម្បីលើកយកមកបកស្រាយបញ្យលសារជាថ្មីម្ដងទៀតពេលនេះសូមអរគុណសូមគោរពជម្រាបលាបាទ